មានកូន3នាក់ហើយតារាសម្ដែងជើងចាស់ច័ន្ទតារាទីនៅតែចង់រៀបការគូថ្មីមិនឲ្យចេញក្មេងឬថ្មីនេះតារាសម្ដែងជើងចាស់ច័ន្ទតារាទីបានប្រកាសខ្លួននឹងរៀបការជាថ្មីម្ដងទៀតនៅថ្ងៃទី17ខែមករាឆ្នាំ2026នេះដោយសារអ្នកនាងកំពុងតែមមាញឹកនៅក្នុងការដើរចែកធៀបការនៅពេលដែលឃើញតារាសម្ដែងច័ន្ទតារាទីប្រកាសអញ្ជើញមិត្តភ័ក្តិសិល្បករចូលរួមមង្គលការរបស់ខ្លួនបានធ្វើឲ្យមិត្តភ័ក្តិក៏ដូចជាមហាជនជាច្រើនមានការភ្ញាក់ផ្អើលជាស្ដែងអ្នកស្រីច័ន្ទតារាទីថែមទាំងបាននិយាយថាថ្ងៃនេះមកអញ្ជើញអ្នកម៉ែចូលរួមមង្គលការរបស់នាងខ្ញុំផងដែរកន្លងមកអ្នកស្រីច័ន្ទតារាទីធ្លាប់បានប្រកាសក្តែងថានឹងមិនរៀបការជាថ្មីម្ដងទៀតឡើយស៊ូនៅមេម៉ាយចិញ្ចឹមកូនទាំង3នាក់ល្អទៀងរៀបការមានគូថ្មីទោះជាយ៉ាងនេះក្តីមហាជនជាច្រើនគិតថាមង្គលការតារាសម្ដែងច័ន្ទតារាទីប្រកាសនឹងរៀបចំនៅថ្ងៃទី7ខែមករាឆ្នាំ2026ខាងមុខនេះគឺជាពិធីមង្គលការកូនស្រីនាគស្រីមិនមែនជាមង្គលការរបស់នាគស្រីឡើយជាស្ដែងកាលពីបំណាច់ឆ្នាំ2025នាគស្រីបាននាំកូនទៅថតរូប Pre-wedding យ៉ាងស្រស់ស្អាតគូបញ្ជាក់ផងដែរថាតារាសម្ដែងជើងចាស់នាគស្រីច័ន្ទតារាទីបានរស់នៅជាស្ត្រីមេម៉ាយចិញ្ចឹមកូន3នាក់យូរឆ្នាំមកហើយនាគស្រីក៏មិនមានបំណងចង់រៀបការថ្មីដែរទូប្រកបរកស៊ីលក់ផ្អកប្រហុកចិញ្ចឹមកូនបន្ទាប់ពីការងារសម្ដែងកន្លងមកនាគស្រីធ្វើបាននិយាយថាជីវិតអ្នកស្រីជួបនៅការលំបាកជាច្រើនហើយក៏បានតស៊ូពុះពៀគ្រប់ឧបសគ្គចិញ្ចឹមកូនដោយមិនខ្លាចហត់នឿយឲ្យតែកូនសិក្សាបានខ្ពស់និងមានការងារធ្វើនេះដោយសារមួយរយៈនេះការងារសិល្បៈមិនសូវសម្បូរអ្នកស្រីបានងាកមកពង្រឹងការលក់ដូរដូចជាប្រហុកផ្អករបស់ខ្លួនវិញដើម្បីសល់លុយខ្លះចិញ្ចឹមជីវិត